ហេតុកើតឡើងនៃសូរ៉ានេះមានរឿងសម្ដែងទុកក្នុងអត្ថកថាជាដកដែលជាអត្ថកថាអធិប្បាយសេចក្តីព្រះបាលីនៅក្នុងគម្ពីរកុម្ភៈជាដកគម្ពីរខុទ្ទកនិកាយជាដកដូចមានសេចក្តីថាក្នុងអតីតកាលព្រះបាទព្រហ្មទត្តគ្រប់គ្រងរាជសម្បត្តិនៅក្នុងក្រុងពេរិណសីកាលនោះមាននាយព្រានព្រៃដែនកាសីម្នាក់ឈ្មោះថាសូរ៉ាបានទៅរកម្រឹកនិងរបស់ប្រើប្រាស់នៅក្នុងព្រៃហេមពៀនហើយគេក៏បានទៅជួបប្រទេសដើមឈើមួយដើមធំដែលមានមែកបែកចេញជាប្រកៀបនិងឯង3ប្រកៀបដោយចំណែកដែលបែកចេញជាប្រកៀបនោះមានប្រមាណកម្ពស់មួយជួរបរោះក្នុងចន្លោះប្រកៀបនោះមានប្រហោងធំទំហំប៉ុនពាងទឹកក្នុងប្រហោងនោះមានទឹកភ្លៀងដែលធ្លាក់ចុះមកហើយដក់ពេញនៅក្នុងបរិវេណជុំវិញប្រកៀបនៃដើមឈើនោះមានដើមសមរដើមកន្ទួតព្រៃដើមម្ទេសដើមវល្លិព័ទ្ធជុំវិញនៅត្រង់ប្រកៀបនោះផ្លែសមរផ្លែកន្ទួតព្រៃនិងផ្លែម្ទេសពេលដែលទុំហើយក៏ជ្រុះជាក់តងធ្លាក់ចូលទៅក្នុងប្រហោងឈើនោះនៅក្នុងទីកន្លែងក្បែរដើមឈើធំនោះមានស្រែស្រូវសាលីជាច្រើនមានសត្វសេកបានពំយកគួរស្រូវសាលីហើរទៅចឹកស៊ីស្រូវសាលីក៏មានគួរស្រូវសាលីធ្លាក់ចូលទៅក្នុងប្រហោងឈើនោះទឹកភ្លៀងដែលដក់នៅក្នុងប្រហោងឈើនោះកាលបើត្រូវពន្លឺថ្ងៃធ្វើឲ្យក្តៅក៏បានคล้ายជាទឹកមានពណ៌ក្រហមព្រោះលាយផ្សំផ្លែឈើនិងស្រូវសាលីលុះមកដល់រដូវប្រាំងមានសត្វស្លាបទាំងឡាយស្រេកទឹកក៏បាននាំគ្នាទៅផឹកទឹកនៅក្នុងប្រហោងឈើនោះក្រោយពីសត្វស្លាបទាំងនោះបានផឹកទឹកនៅក្នុងប្រហោងឈើនោះសត្វស្លាបនីមួយៗក៏ស្រវឹងរមៀលផ្លិតធ្លាក់ចុះមកនៅត្រង់គល់ឈើនៃដើមឈើនោះហើយដេកលក់មួយស្របក់លុះទៅស្វាងការស្រវឹងសត្វស្លាបនីមួយៗក៏បានបញ្ចេញសម្រែករីករាយហើយក៏ហើរចេញទៅមិនមែនតែសត្វស្លាបប៉ុណ្ណោះទេសូម្បីសំណក់ព្រៃនិងស្វាជាដើមដែលបានមកកាន់ដើមឈើធំនោះការដែលបានផឹកទឹកដែលស្រក់ចុះមកពីប្រហោងដើមឈើនោះហើយក៏កើតអាការៈស្រវឹងដូចគ្នានាយព្រានសូរ៉ាបានឃើញហេតុដូច្នោះហើយទើបឡើងទៅលើដើមឈើនោះទៅពិនិត្យមើលថាមានវត្ថុអ្វីនៅលើដើមឈើនោះគេក៏បានឃើញទឹកដក់នៅក្នុងប្រហោងប្រកៀបឈើនោះក៏គិតថាប្រសិនបើទឹកមានពឹសសត្វស្លាបទាំងអស់ក៏ត្រូវស្លាប់តែសត្វស្លាបទាំងនោះត្រឹមតែបាត់ស្មារតីឬស្រវឹងនៅមួយរំពេចប៉ុណ្ណោះហើយវាក៏ហើរចេញទៅតាមសបាយទឹកនេះគង់មិនមានជាតិពឹសទើបគេសាកល្បងផឹកមើលដើម្បីឲ្យប្រកាសក្នុងចិត្តថាទឹកនេះមានឫទ្ធិអំណាចត្រឹមណាកាលគេផឹកចូលទៅក៏កើតអាការៈស្រវឹងឡើងមួយរំពេចទាំងចង់ស៊ីសាច់សត្វផ្សេងទើបគេចុះអំពីលើដើមឈើមកបង្កាត់ភ្លើងឡើងដោយគេនៅចាំចាប់សត្វដែលធ្លាក់មកដេកនៅត្រង់គល់នៃដើមឈើនោះមានសត្វទទាមិនព្រៃជាដើមសម្លាប់រួចក៏អាំងក្លែមទៅចំណែកចិត្តរបស់នាយព្រានសូរ៉ាមានអានុភាពរីកប៉ោងឡើងគេបានស្រែកច្រៀងរាំម្នាក់ឯងដោយដៃម្ខាងលើកឡើងចាក់ក្បាច់ដៃម្ខាងទៀតកាន់សាច់អាំងខំស៊ីក្លែមជាមួយនឹងទឹកនោះនៅក្នុងទីកន្លែងនោះ 2-3 ថ្ងៃក្នុងទីមិនឆ្ងាយពីបរិវេណនៃដើមឈើនោះមានតាបោះម្នាក់ឈ្មោះថាវេរណៈសណៈអាស្រ័យនៅលុះដល់ថ្ងៃទី3នៃព្រានសូរ៉ាបានទៅកាន់សំណាក់របស់តាបោះលុះទៅដល់ហើយគេចិញ្ចឹងគិតថាយើងនឹងផឹកទឹកនេះរួមជាមួយនឹងតាបោះទើបគេកាត់ឫស្សីធ្វើជាបំពង់ហើយក៏ដងទឹកនៅក្នុងប្រហោងឈើនោះដាក់រហូតដល់ពេញថែមទាំងបានសាច់អាំងមួយចង្កោមនិងយកទឹកនោះទៅកាន់បណ្ណសាលាទៅដល់ហើយក៏បានបបួលតាបោះថាសូមលោកម្ចាស់ផឹកទឹកនេះចុះហើយអ្នកទាំងពីរនោះក៏បានផឹកទឹកនោះជាមួយគ្នាថែមទាំងបានបរិភោគសាច់អាំងនោះយ៉ាងសប្បាយរីករាយទៀតផងពីពេលនោះមកទើបទឹកនោះមានឈ្មោះថាសូរ៉ានិងវរណីទាំងនេះព្រោះហេតុនៃនាយព្រានសូរ៉ាបានជួបជាមួយមនុស្សដំបូងនិងតាបោះវរណៈបានជាមនុស្សទី2នាយព្រានសូរ៉ានិងតាបោះវរណៈមានការរួមផ្សំគំនិតគ្នាគិតថាយើងមានវិការៈដែលនឹងធ្វើការរកស៊ីហើយទើបដងទឹកក្នុងប្រហោងឈើនោះដាក់ក្នុងបំពង់ឫស្សីពេញហើយ
នំយកទៅថ្វាយព្រះរាជាមួយព្រះអង្គដែលសោយរាជសម្បត្តិនៅក្នុងបច្ចន្តប្រទេសព្រះរាជាអង្គនោះបានសោយទឹកនោះ2-3 ដងទ្រង់មានអាការៈស្រវឹងថែមទាំងទ្រង់ដឹងថាមានភាពសប្បាយរីករាយក្នុងព្រះហឫទ័យយ៉ាងពន់ពេកប៉ុន្តែទឹកស្រវឹងនោះមានមិនច្រើនល្មមត្រឹមតែព្រះរាជាសោយបាន2-3 ថ្ងៃប៉ុណ្ណោះទឹកស្រវឹងនោះក៏អស់ទៅទើបព្រះរាជាទ្រង់ត្រាស់សួរថាទឹកបែបនេះនៅមានទៀតឬទេនេះព្រាននិងតាបោះបានក្រាបទូលថាសូមព្រះដៃជះតម្កល់លើត្បូងសូមទ្រង់ជ្រាបមានព្រះអង្គព្រះរាជាត្រាស់សួរថាមាននៅទីកន្លែងណាអ្នកទាំងពីរនាក់នោះតបថាមាននៅក្នុងព្រៃហេមពាន្តព្រះរាជាទ្រង់ត្រាស់ថាប្រសិនបើដូច្នោះលោកទាំងពីរនាក់ចូលប្រញាប់ទៅនាំយកទឹកនោះមកភ្លាមអ្នកទាំងពីរនាក់នោះបានក្រាបទូលព្រះរាជបញ្ជាហើយទៅប្រញាប់នាំគ្នាទៅនាំយកទឹកស្រវឹងនោះមកថ្វាយព្រះរាជាកាលបើអ្នកទាំងពីរនាក់នោះបានធ្វើដំណើរទៅនាំយកទឹកស្រវឹងពីព្រៃហេមពាន្តមក2-3 ដងកាលដែលទឹកស្រវឹងនោះអស់គេក៏ត្រូវធ្វើដំណើរទៅយកទៀតចំណែកក្នុងគ្រាទី3អ្នកទាំងពីរនាក់នោះប្រឹក្សាគ្នាថាយើងទាំងពីរនាក់មិនអាចទៅនាំយកទឹកនោះមកថ្វាយជានិច្ចបានទេលើដែលល្អយើងគួរកំណត់ចងចាំវត្ថុរបស់ផ្សេងដែលមាននៅក្នុងប្រហោងឈើនោះនិងយកសម្បកឈើរបស់ដើមឈើនោះមកដាក់ត្រាំរួមជាមួយគ្នានឹងគ្រឿងផ្សំផ្សេងទាំងនោះហើយទឹកនោះនឹងមានរសដូចគ្នាថែមទាំងធ្វើឲ្យអ្នកទាំងពីរនាក់នោះមានគំនិតឡើងថានឹងធ្វើសូរាលក់ក្នុងក្រុងនោះការអ្នកក្រុងទាំងអស់បានផឹកសូរានោះហើយក៏នាំគ្នាស្រវឹងជាពិសេសនោះបាននាំគ្នានិយមផឹកស្រាច្រើនឡើងធ្វើឲ្យមានការស្រវឹងដូច្នេះមិនបានទៅធ្វើការរកស៊ីសូម្បីបានប្រាក់មកក៏យកប្រាក់នោះទៅទិញទឹកសូរាមកផឹកធ្វើឲ្យក្រលំបាកទៅជាលំដាប់អ្នកទាំងពីរនាក់ដែលជាអ្នកផ្សំសូរាលក់ទើបនាំគ្នារត់ចេញពីក្រុងនោះទៅកាន់ក្រុងវេរិណសីឲ្យសេវកាមាត្យចូលមកក្រាបបង្គំទូលព្រះបាទវេរិណសីថាសូមដៃជះតម្កល់លើត្បូងសូមទ្រង់ជ្រាបឥឡូវនេះមានអ្នកនាំទឹកបែបពិសេសចូលមកក្នុងព្រះនគររបស់ព្រះអង្គហើយព្រះបាទវេរិណសីបានត្រាស់ឲ្យអ្នកទាំងពីរនោះចូលគាល់ហើយក៏បានត្រាស់ព្រះរាជទានស្បៀងចិញ្ចឹមជីវិតឲ្យដល់អ្នកទាំងពីរនោះហើយបានត្រាស់ឲ្យអ្នកទាំងពីរនាក់នោះនាំទឹកនោះមកថ្វាយកាលបើព្រះរាជាទ្រង់សោយហើយក៏ទ្រង់សពព្រះរាជហឫទ័យទៅទ្រង់អនុញ្ញាតឲ្យអ្នកទាំងពីរនាក់នោះធ្វើសូរាឡើងដើម្បីលក់នៅក្នុងក្រុងវេរិណសីនេះអ្នកក្រុងវេរិណសីម្នាក់នាំគ្នាផឹកសូរានិងដោយច្រើនជាអ្នកជាប់ជំពាក់ចំពោះរសសូរាដល់រាបដល់ភ្លេចសេចក្តីទុក្ខលំបាកគឺដោយមិនចង់ទៅធ្វើការងារទីបំផុតក៏ធ្លាក់ខ្លួនក្រលំបាកបុគ្គលទាំងពីរនោះការដែលឃើញដូច្នោះហើយទើបនាំគ្នាចេញពីក្រុងវេរិណសីសំដៅទៅដល់ក្រុងសាកេតហើយក៏បានធ្វើសូរាលក់នៅក្នុងក្រុងសាកេតនោះទៀតរហូតជាហេតុឲ្យអ្នកក្រុងសាកេតត្រូវដល់នៅវិបត្តិខ្វះខាតនិងធ្លាក់ខ្លួនក្រព្រោះតែវង្វេងជាប់នៅក្នុងរសសូរានោះឯងការអ្នកក្រុងសាកេតជួបប្រទះនៅហេតុដូច្នោះហើយបុគ្គលទាំងពីរនោះក៏បាននាំគ្នាចេញពីក្រុងសាកេតទៅក្រុងសាវត្ថីក្នុងគ្រានោះនៅក្រុងសាវត្ថីមានក្សត្រទ្រង់ព្រះនាមថាសព្វមិត្តព្រះអង្គទ្រង់អនុគ្រោះគេទាំងពីរនាក់ថែមទាំងបានត្រាស់សួរថាអ្នកត្រូវការវត្ថុណាខ្លះឬវត្ថុអ្វីខ្លះបុគ្គលទាំងពីរនាក់នោះក្រាបបង្គំទូលថាខ្ញុំព្រះអង្គត្រូវការឫស្សីឈើសម្រាប់ធ្វើសូរាខ្ញុំព្រះអង្គត្រូវការឫស្សីឈើសម្រាប់ផ្សំធ្វើសូរាម្សៅអង្ករសាលីនិងពាងទឹក500ព្រះបាទសព្វមិត្តបានត្រាស់រាជបញ្ជាឲ្យពួករាជសេវកាមាត្យឲ្យចាត់ចែងរកវត្ថុគ្រប់យ៉ាងដល់បុគ្គលទាំងពីរនាក់នោះកាលបើនេះព្រានសូរៈនិងតាបោះវរណៈបានរបស់ដែលខ្លួនត្រូវការសពគ្រប់ហើយទើបដាក់គ្រឿងផ្សំសូរាចុះក្នុងពាងទាំង500ត្រាំក្នុងពាងនោះឲ្យប្រែសភាពជាទឹកស្រវឹងតាមសេចក្តីត្រូវការប៉ុន្តែក្នុងទីកន្លែងធ្វើសូរានោះមានសត្វកណ្ដុរច្រើនបុគ្គលទាំងពីរនាក់នោះគិតនឹងការពារសត្វកណ្ដុរទាំងឡាយដែលមករំខានទឹកក្នុងពាងទាំងនោះទើបបានយកឆ្មាមកចងទុកនៅក្នុងចន្លោះពាងនីមួយៗ
ការដែលទឹកដែលត្រាំគ្រឿងផ្សំសូរ៉ានៅក្នុងពាងប្រែសភាពជាពពុះឡើងមកក៏ហ៊ីហូរចេញពីមាត់ពាងទាំងនោះចំណែកឆ្មាដែលចងលាមទុកខាងពាងនោះក៏ស្រេកទឹកទើបផឹកទឹកដែលហូរចេញមកពីមាត់ពាងឆ្មាទាំងនោះក៏ស្រវឹងដេកលក់មិនដឹងខ្លួនពួកកណ្ដុរឃើញឆ្មាដេកលក់ហើយទើបនាំគ្នាមកក៏គេខំត្រជីកច្រមុះនិងកន្ទុយរបស់ឆ្មាទាំងនោះលេងនៅពេលនោះពួកអាមាត្យបានមកឃើញហេតុការណ៍ដូចនេះទើបនាំគ្នាទៅក្រាបបង្គំទូលព្រះបាទសព្វមិត្តថាសូមដេចជាតម្កល់លើត្បូងសូមទ្រង់ជ្រាបឆ្មាទាំងឡាយតែបាននាំគ្នាមកផឹកទឹកសូរ៉ាស្លាប់អស់ហើយព្រះករុណាថ្លៃវិសេសគ្រានោះព្រះបាទសព្វមិត្តទ្រង់យល់ក្នុងប្រតិថាបុគ្គលទាំងពីរនាក់នេះបានធ្វើថ្នាំពឹសទើបមានព្រះរាជអង្គការឲ្យប្រហារជីវិតដល់បុគ្គលទាំងពីរនាក់នោះនៃព្រានសូរៈនិងតបោះវរណៈមុននឹងគេស្លាប់បាននាំគ្នាផឹកសូរ៉ាហើយក៏ក្រាបបង្គំទូលថាសូរ៉ានេះមានរសឆ្ងាញ់ណាស់គេទាំងពីរនាក់បានក្រាបបង្គំទូលដូចនេះរហូតដល់ដាច់ខ្យល់ស្លាប់ទៅការបើព្រះបាទសព្វមិត្តមានព្រះរាជអង្គការឲ្យប្រហារជីវិតបុគ្គលទាំងពីរនាក់នោះទើបត្រាស់បញ្ជាឲ្យវិបំបែកពាងទាំងអស់នោះចោលទៀតផងតែក្នុងខណៈដែលពួកអាមាត្យកំពុងតែវិបំបែកពាងចោលពួកឆ្មាដែលស្រវឹងសូរ៉ានោះហើយក៏បានស្វាងសូរ៉ារួចភ្ញាក់ក្រោកឡើងរត់លេងពួករាជបរោះឃើញឆ្មាទាំងនោះដូច្នោះហើយទើបនាំគ្នាក្រាបបង្គំទូលព្រះបាទសព្វមិត្តឲ្យទ្រង់ជ្រាបសេចក្តីណាឲ្យទ្រង់ជ្រាបចំពោះសេចក្តីនោះព្រះបាទសព្វមិត្តទ្រង់ត្រិះរិះថាប្រសិនបើទឹកស្រវឹងនោះជាថ្នាំពឹសពិតមែនឆ្មាទាំងអស់នោះប្រកាសជានឹងស្លាប់តែឆ្មាទាំងនោះមិនស្លាប់សូម្បីតែមួយក្បាលក៏មិនមានហាក់បីដូចថាទឹកនោះមានរសឆ្ងាញ់ពិតមែនត្រូវនឹងពាក្យដែលបុគ្គលទាំងពីរនាក់នោះពោលមុននឹងស្លាប់ទៅហើយមើលទៅយើងនឹងសាកល្បងផឹកទឹកនោះមើលទ្រង់ត្រិះរិះដូចនេះហើយទើបឲ្យតាក់តែងព្រះនគរនិងសាងពន្លាគឺរោងឬក៏សាលាដែលគេសង់សម្រាប់ព្រះរាជាទ្រង់គង់ប្រថាប់បណ្ដោះអាសន្នមួយវេលានៅទីព្រះលានលួងការដែលតាក់តែងនិងសាងសង់រួចហើយព្រះរាជាទ្រង់ទៅប្រថាប់ត្រង់រាជបល្ល័ង្កព្រមដោយពួកសេវកាមាត្យជាបរិវារចំរោមុខក្រោយព្រះរាជាទ្រង់ប្រារព្ធនឹងសោយសូរ៉ាក្នុងការនោះសកទេវរាជទ្រង់ពិចារណាមើលពួកសត្វលោកថាតើសត្វពួកណាមិនប្រមាទយកចិត្តទុកដាក់ក្នុងការប្រព្រឹត្តទំនុកបំរុងមាតាបិតាជាអ្នកមានបំណងបំពេញសុចរិតធម៌ទាំង3ប្រការហើយកាយវិជ្ជាចិត្តឲ្យបរិបូរណ៍ក៏ទ្រង់ទតឃើញព្រះបាទសព្វមិត្តប្រថាប់នៅលើរាជបល្ល័ង្កក្រោមស្វេតឆ័ត្រដើម្បីនឹងសោយសូរ៉ាទើបព្រះអង្គទ្រង់ត្រិះរិះថាប្រសិនបើព្រះបាទសព្វមិត្តទ្រង់សោយសូរ៉ាជំពូទ្វីបទាំងអស់នឹងត្រូវវិនាសហើយដូច្នេះយើងនឹងធ្វើមិនអោយព្រះអង្គទ្រង់សោយសូរ៉ាហើយព្រះអង្គទ្រង់ខ្លាញ់ភេទជាព្រាហ្មណ៍ទ្រង់កាន់ក្អមឆ្នាំងដែលពេញដោយសូរ៉ាស្ដេចចុះចាកមកពីឋានតាវតឹងដោយប្រថាប់នៅលើអាកាសត្រង់ទីប្រថាប់របស់ព្រះបាទសព្វមិត្តនោះហើយត្រាស់ថាសូមព្រះអង្គទ្រង់ទិញក្អមនេះចុះព្រះបាទសព្វមិត្តទ្រង់ព្រះសណ្ដាប់នៅព្រះតម្រាស់នោះហើយទើបទ្រង់បែរព្រះភាកងើយមើលឡើងទ្រង់ឃើញព្រាហ្មណ៍មកឈរនៅពីលើអាកាសដូច្នោះក៏ទ្រង់សពព្រះហឫទ័យទើបត្រាស់សួរថាព្រាហ្មណ៍លោកជានរណាមកពីទីណាទើបមានរស្មីផ្សាយទូទៅទាំងអាកាសដូចគ្នានឹងពន្លឺនៃព្រះច័ន្ទនៅក្នុងពេលរាត្រីឬដូចគ្នានឹងពន្លឺភ្លេចបន្ទោដូច្នោះលោកអាចស្ថិតនៅលើអាកាសបានលោកឈរឬក៏ដើរនៅលើអាកាសបានលោកជាអ្នកមានឫទ្ធិដូចទេវតាដោយមិនត្រូវប្រើជើងដើរនៅលើអាកាសលោកមកឈប់ឈរនៅលើអាកាសហើយពោលជាមួយនឹងយើងចូលទិញក្អមនេះទៅក្អមនេះលោកប្រាប់ឲ្យយើងទិញមានប្រយោជន៍អ្វីសូមលោកប្រាប់ប្រយោជន៍ឲ្យយើងបានជ្រាបនៅក្នុងកាលឥឡូវនេះផងដែរនៅគ្រានោះទើបសកទេវរាជដែលខ្លែងភេទត្រាស់តបថាក្អមនេះមិនមែនក្អមទឹកដោះថ្លាមិនមែនក្អមទឹកដោះខាប់មិនមែនទឹកឃ្មុំឬក៏ទឹកអំពៅតែក្អមនេះមានទោសច្រើនសូមព្រះអង្គស្ដាប់ទោសច្រើនយ៉ាងដែលមាននៅក្នុងក្អមនេះចុះហើយសកទេវរាជក៏បានពោលថាបុគ្គលណាផឹកចូលទៅហើយ
ដើរត្រេតត្រោតផ្លិតធ្លាក់ទៅក្នុងជ្រោះធ្លាក់ទៅក្នុងអណ្ដូងធ្លាក់ទៅក្នុងរូងធ្លាក់ទៅក្នុងអន្លង់និងធ្លាក់ទៅក្នុងរណ្ដៅស្មុកគ្រោកសូម្បីរបស់ដែលមិនគួរបរិភោគក៏បរិភោគបានសូមព្រះអង្គទិញក្អមដែលដាក់ពេញដោយទឹកបែបនោះបុគ្គលណាផឹកចូលទៅហើយជាអ្នកខូចសតិមិនមានក្រិតក្រំក្នុងចិត្តដែលត្រែត្រតដូចជាគោស៊ីបាយស្រាដូចមនុស្សអនាថាគឺមនុស្សមិនមានទីពឹងឃើញនរណាច្រៀងរាំក៏ចូលទៅច្រៀងរាំជាមួយនឹងគេបានក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាផឹកចូលទៅហើយក្រោកឡើងដើរត្រេតត្រោតក្រវីក្បាលទៅមកលើកដៃឆ្វេងស្ដាំឡើងរាំច្រៀងស្រដៀងនឹងទីងម៉ងក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាផឹកចូលទៅហើយអាចស្រាតសម្ពុតចោលធ្វើឲ្យរាងកាយអាក្រាតននល់គោកបានដូចគ្នានឹងពួកអាចែលដើរគ្រប់កន្លែងតាមច្រកល្ហកមានចិត្តម្ដងល្អម្ដងអាក្រក់ជាអ្នកដេកច្រើនក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាផឹកចូលទៅហើយដេកលក់រហូតទល់ភ្លឺមិនដឹងខ្លួនអាចស៊ីអាហារដែលសល់ពីចចកបានជាហេតុធ្វើឲ្យត្រូវជាប់គុកត្រូវសម្លាប់ធ្វើឲ្យអស់ទ្រព្យសម្បត្តិក្អមនេះពេញដោយទឹកបែបនោះអ្នកណាផឹកចូលទៅហើយនិយាយពាក្យដែលមិនគួរនិយាយបានអង្គុយអាក្រាតកាយនៅក្នុងទីកន្លែងប្រជុំជនក៏មានរាងកាយប្រឡាក់ធូលីដេកនៅលើគំនោកំអួតរបស់ខ្លួនធ្វើឲ្យកើតការវិនាសមានតែការវិនាសតែម្យ៉ាងក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាផឹកចូលទៅហើយយល់ខុសគិតថាផែនដីទាំងអស់នេះជារបស់យើងតែម្នាក់សូម្បីព្រះរាជាមានមហាសមុទ្រទាំង4ជាព្រំដែនក៏មិនស្មើនឹងយើងក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាបានផឹកចូលទៅហើយមាននេះគឺការប្រកាន់ខ្លួននិងមើលងាយអ្នកដទៃចូលចិត្តបង្កចំនួននិយាយសោកសៀតញុះញង់ចូលចិត្តអាក្រាតដើររត់គ្មានគោលដៅចូលចិត្តស្និទ្ធស្នាលនឹងពួកអ្នកលេងក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាផឹកចូលទៅហើយធ្វើត្រកូលទាំងឡាយក្នុងលោកដែលសម្បូរទៅដោយទ្រព្យធនស្ដុកស្ដំជាច្រើនឲ្យដាច់សូន្យទាយាទគឺអ្នកទទួលមរតកក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាផឹកចូលទៅហើយបុគ្គលនោះរមែងបំផ្លាញមុខរបរទ្រព្យសម្បត្តិមាសប្រាក់ដីស្រែចម្ការគោក្របីឲ្យវិនាសទៅបំផ្លាញត្រកូលដែលមានទ្រព្យឲ្យសាបសូន្យទៅព្រោះទឹកសូរ៉ាក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាផឹកចូលទៅហើយខ្លាចជាមនុស្សថោកទាបអាចជាឪពុកម្ដាយខ្លួនឯងបានកូនប្រសាប្រុសចាប់ប៉ះពាល់ជីដូនខ្លះឪពុកក្មេកចាប់ដៃកូនប្រសាស្រីខ្លះដោយអំណាចកិលេសតណ្ហាដោយសម្គាល់ថាភរិយាក្អមនេះពេញដោយទឹកបែបនោះបើជាស្ត្រីណាបានផឹកចូលទៅហើយក៏ខ្លាចជាមនុស្សថោកទាបអាចជាម្ដាយឪពុកក្មេកឬក៏ប្តីរបស់ខ្លួនឯងបានចាប់ដៃជើងទាសកម្មកររបស់ខ្លួនក៏បានដោយអំណាចនៃកិលេសតណ្ហាសម្គាល់ថាជាស្វាមីរបស់ខ្លួនក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាផឹកចូលទៅហើយអាចសម្លាប់សមណៈឬព្រាហ្មណ៍ដែលជាអ្នកតាំងនៅក្នុងធម៌បានហើយត្រូវធ្លាក់ទៅកាន់អបាយភូមិព្រោះការធ្វើអំពើអាក្រក់នោះជាហេតុក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាផឹកចូលទៅហើយប្រព្រឹត្តអំពើទុច្ចរិតតាមផ្លូវកាយវិច័យចិត្តពេលដែលអស់ជីវិតទៅក៏រមែងធ្លាក់ទៅនរកព្រោះការប្រព្រឹត្តអំពើអាក្រក់នោះក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាក្នុងកាលមុនសំបីអ្នកមានឲ្យប្រាក់ជាច្រើននិយាយអង្វរគេឲ្យនិយាយកុហកមិនបានតែគ្រាកាលដែលបុគ្គលនោះផឹកសូរ៉ាចូលទៅហើយអាចនិយាយកុហកបានក្អមនេះពេញដោយទឹកបែបនោះមនុស្សជាអ្នកបម្រើណាបានផឹកចូលទៅហើយលុះត្រូវជាវាយនាយប្រើឲ្យទៅការដែលមានកិច្ចប្រញាប់ក្រោកឡើងលុះអ្នកបម្រើនោះទៅសាកសួរថាលោកមានធុរៈអ្វីគេមិនដឹងរឿងដែលខ្លួនត្រូវធ្វើក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាបានផឹកចូលទៅហើយសូម្បីខ្លួនធ្លាប់ជាមនុស្សមានសេចក្តីខ្មាស់អៀនក៏អាចធ្វើឲ្យជាមនុស្សលែងមានការខ្មាស់អៀនបានសូម្បីជាអ្នកចេះដឹងក៏ធ្វើឲ្យលែងចេះដឹងបានក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាផឹកចូលទៅហើយដើរដេកជួបជុំគ្នាដោយកូនជ្រូកទាំងឡាយដេកអត់បាយអត់ទឹកដេកននាល
ទៅមកនៅលើផែនដីយ៉ាងលំបាករាងកាយកខ្វក់អស់រាសីត្រូវគេទេសដេនិន្ទាក្អមនេះពេញដោយទឹកបែបនោះបុគ្គលណាបានផឹកចូលទៅហើយដេកបត់កដូចគោត្រូវគេចងជាប់នឹងនង្គ័លគឺជាមនុស្សដូចគោដែលដេកងើបលេងរួចមិនស៊ីបាយមិនផឹកទឹកក្អមនេះពេញដោយទឹកបែបនោះមនុស្សទាំងឡាយណាវាចាក់ការផឹកទឹកដែលមានពឹសដូចគ្នានឹងពស់មានពឹសជាពន្លឹកតើបុគ្គលណាសមគួរនឹងផឹកទឹកសូរ៉ានោះដែលប្រៀបដូចជាសត្វអសិរពិសដែលមាននៅក្នុងលោកក្អមនេះពេញដោយទឹកបែបនោះអរ៉របស់ស្ដេចអន្តិកវេនដៈគឺជាបរិជាដែលមានបងប្អូន10ព្រះអង្គហើយនៅទឹកបែបណាហើយនឹមស្រីទៅសប្បាយនៅកន្លែងឆ្នេរមហាសមុទ្រហើយកើតការវាយគ្នាដោយអង្រែរហូតដល់ស្លាប់ទាំងអស់គ្នាក្អមនេះពេញដោយទឹកបែបនោះទេវតាក្នុងកាលមុនគឺពួកអសុលបានផឹកសូរ៉ាហើយកើតការស្រវឹងទើបត្រូវជាយុទ្ធចាកឋានតាវតឹងតែនៅតែសម្គាល់ខ្លួនថាជាអ្នកមានអាយុវែងធ្វើឲ្យពួកអសុលជាពួកម្ចាស់កលល្បិចមាយាក្អមនេះពេញដោយទឹកបែបនោះបបិទ្ធមហារាជបុគ្គលមានសេចក្តីឃ្លាវខ្លាមានប្រាជ្ញាដោយព្រះអង្គការដែលជ្រាបថាទឹកនេះមានទោសជាទឹកស្រវឹងគ្មានប្រយោជន៍ដូចនោះព្រះអង្គទ្រង់សោយធ្វើអ្វីក្នុងក្អមនេះមិនមែនទឹកដោះខាប់មិនមែនទឹកឃ្មុំមិនមែនទឹកអំពៅមិនមែនប្រេងបបិទ្ធមហារាជព្រះអង្គទ្រង់ជ្រាបយ៉ាងនេះហើយចូលបំផ្លាញវាចោលទៅខ្ញុំបានបង្ហាញឲ្យឃើញនៅទោសរបស់ទឹកដែលនៅក្នុងក្អមនេះតាមសេចក្តីពិតហើយការព្រាបាទសព្វមិត្តទ្រង់បានព្រះសណ្ដាប់ព្រះរាជតម្រាស់របស់សកទេវរាជដូច្នោះហើយទ្រង់បានជ្រាបដល់ទោសនៃសូរ៉ាក៏ទ្រង់មានព្រះទ័យរីករាយទៅទ្រង់បន្លឺឧទានសរសើរសកទេវរាជថាលោកមិនមែនមេត្តាបិតារបស់ខ្ញុំតែជាអ្នកអនុគ្រោះប្រយោជន៍ប្រាថ្នាផលប្រយោជន៍ក្រៃលែងដល់ខ្ញុំធ្វើតាមពាក្យរបស់លោកក្នុងថ្ងៃនេះហើយត្រាស់តបស្នងសងគុណព្រាហ្មណ៍នោះថាខ្ញុំឲ្យស្រុកសួយ5តំបន់នាងទាសី100នាក់គោ700ក្បាលនិងឲ្យរត់ដែលទឹមដោយសេះអាជានៃ10គ្រឿងដល់លោកជាអាចារ្យជាអ្នកប្រាថ្នាប្រយោជន៍ដល់ខ្ញុំគ្រានោះសកទេវរាជទ្រង់ព្រះសណ្ដាប់នៅព្រះតម្រាស់ដូច្នោះហើយក៏មានបំណងនឹងទ្រង់បង្ហាញព្រះអង្គឲ្យព្រះបាទសព្វមិត្តទ្រង់ជ្រាបថាព្រះអង្គជាសកទេវរាជទើបទ្រង់ពោលទៅថាបបិទ្ធមហារាជស្រុកសួយ5តំបន់នាងទាសី100នាក់គោ700ក្បាលនិងរត់ទឹមដោយសេះអាជានៃ10គ្រឿងដែលលោកឲ្យដល់ខ្ញុំសូមឲ្យដល់លោកវិញព្រោះហេតុថាខ្ញុំជាសកទេវរាជជាអ្នកធំជាងទេវតានៅចិនតាវតឹងសូមព្រះអង្គទ្រង់សោយតែសាច់និងទឹកដោះថ្លាប្រេងនំផ្សេងដ៏មានឲ្យជារសចោបបិទ្ធព្រះបាទសព្វមិត្តទ្រង់ចូលត្រេកអរនៅក្នុងធម៌ដែលមិនមានអ្នកណាអាចតេះដៀលបានទ្រង់ចូលប្រព្រឹត្តធម៌ដែលជាធម៌ឲ្យទៅកើតនៅក្នុងឋានសួគ៌គឺទ្រង់ចូលលះបង់ការផឹកសូរ៉ាចូលលះបង់នៅទុច្ចរិត3ប្រការចូលត្រេកអរប្រព្រឹត្តនៅក្នុងសុចរិតធម៌ទាំង3ប្រការបានដល់កាយសុចរិតវិជ័យសុចរិតមនោសុចរិតធម៌ទាំងនេះនរណាក្នុងលោកនេះមិនអាចតេះដៀលបានព្រោះទ្រង់ធ្វើយ៉ាងនេះទ្រង់នឹងទៅកើតក្នុងឋានសួគ៌ជាពិតប្រាកដលោកសកទេវរាជទ្រង់ប្រទានឱវាទឲ្យដល់ព្រះបាទសព្វមិត្តដូច្នោះហើយទើបស្ដេចត្រឡប់ទៅកាន់ឋានរបស់ព្រះអង្គវិញឯព្រះបាទសព្វមិត្តក៏ទ្រង់មិនសោយសូរ៉ាថែមទាំងត្រាស់បញ្ជាឲ្យគេវាយបំបែកភាជនៈដែលដាក់សូរ៉ានោះទាំងអស់ឲ្យបែកហើយព្រះអង្គទ្រង់សមាទានសិល5ឲ្យទានរហូតដល់ទ្រង់សោយទីវង្គតហើយស្ដេចក៏បានទៅកើតក្នុងឋានសួគ៌កាលព្រះមានបុណ្យទ្រង់នាំអតីតនិទានមកយ៉ាងនេះដែលជាប្រវត្តិរបស់សូរ៉ាឲ្យឧបាសិកាវិសាខានិងពួកស្ត្រីទាំងនោះបានស្ដាប់ហើយទើបទ្រង់ប្រជុំនិទានជាដកថាព្រះបាទសព្វមិត្តក្នុងកាលនោះបានមកជាព្រះអានន្ទចំណែកសកទេវរាជបានមកជាតថាគតនេះឯងសេចក្តីសោកសៅតូចចិត្តរមែងកើតឡើងដល់បុគ្គលសេចក្តីស្រឡាញ់ដោយទូទៅគ្រប់ជាតិគ្រប់វណ្ណៈមិនមានការលើកលែងដោយថាការសោកសៅតូចចិត្តក៏កើតមានដែរដូចជាឧបាសិកាវិសាខាដែលជាព្រះសោតាបនៈបុគ្គលហើយក៏នៅមានសេចក្តីសោកសៅដែរ
តាមដែលមានរឿងពោលទុកនៅក្នុងព្រះបាលីគម្ពីរខុទ្ទកនិកាយអូទាននៃបាដេលិកគាមិយវៈនៅក្នុងអត្ថមិសូតដូចមានសេចក្តីថាខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះសម្មាសម្ពុទ្ធទ្រង់គង់លើប្រាសាទរបស់មិគរមាតាក្នុងពពែរាមជិតក្រុងសាវត្ថីសម័យនោះឯងចៅស្រីជាទីស្រឡាញ់ពេញចិត្តរបស់ឧបាសិកាវិសាខាធ្វើមរណភាពគ្រានោះវិសាខាមិគរមាតាមានសម្ពុតសើមសក់សើមចូលទៅគាល់ព្រះមានជោគទៀងថ្ងៃត្រង់លុះចូលទៅដល់ហើយក្រាបថ្វាយបង្គំព្រះសម្ពុទ្ធហើយអង្គុយនៅក្នុងទីដ៏សមគួរលុះនាងវិសាខាមិគរមាតាអង្គុយនៅក្នុងទីដ៏សមគួរហើយព្រះមុនីទ្រង់ត្រាស់ថាណែនាងវិសាខាចុះនាងមកពីណាមានសម្ពុតសើមមានសក់សើមចូលមកក្នុងទីនេះទាំងថ្ងៃត្រង់បបិទ្ធព្រះអង្គដ៏ចម្រើនចៅស្រីជាទីស្រឡាញ់ពេញចិត្តរបស់ខ្ញុំព្រះអង្គបានធ្វើមរណភាពព្រោះហេតុនោះបានជាខ្ញុំព្រះអង្គមានសម្ពុតសើមសក់សើមចូលមកក្នុងទីនេះទាំងថ្ងៃត្រង់ណែនាងវិសាខាមនុស្សនៅក្នុងក្រុងសាវត្ថីមានចំនួនប៉ុន្មាននាក់ចង់បានគោនឹងចៅចំនួនប៉ុណ្ណោះឬបបិទ្ធព្រះអង្គដ៏ចម្រើនមនុស្សនៅក្នុងក្រុងសាវត្ថីមានចំនួនប៉ុណ្ណាខ្ញុំព្រះអង្គចង់បានគោនឹងចៅមានចំនួនប៉ុណ្ណោះដែរណែនាងវិសាខាចុះមនុស្សទាំងឡាយនៅក្នុងក្រុងសាវត្ថីមានច្រើនតែធ្វើមរណភាពរៀងរាល់ថ្ងៃប៉ុន្មាននាក់បបិទ្ធព្រះអង្គដ៏ចម្រើនមនុស្សនៅក្នុងក្រុងសាវត្ថីធ្វើមរណភាពរាល់ថ្ងៃ10នាក់ខ្លះបបិទ្ធព្រះអង្គដ៏ចម្រើនមនុស្សនៅក្នុងក្រុងសាវត្ថីធ្វើមរណភាពរាល់ថ្ងៃ9នាក់ខ្លះ8ខ្លះ7ខ្លះ5ខ្លះ4ខ្លះ3ខ្លះ2ខ្លះនិងម្នាក់ខ្លះបបិទ្ធព្រះអង្គដ៏ចម្រើនពួកមនុស្សនៅក្នុងក្រុងសាវត្ថីចេះតែធ្វើមរណភាពមិនដែលស្ងាត់ទេណែនាងវិសាខានាងសង្កល់ហេតុនោះដូចម្ដេចចុះនាងជាអ្នកមានសម្ពុតសើមសក់សើមក្នុងកាលម្ដងឬទេបបិទ្ធព្រះអង្គដ៏ចម្រើនដំណើរនោះមិនមែនដូច្នោះទេបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គល្មមត្រឹមតែកូននិងចៅចំនួនច្រើនប៉ុណ្ណោះណែនាងវិសាខាបុគ្គលណាមានវត្ថុជាទីស្រឡាញ់100 90 80 70 60 50 40 30 20 10 9 8 7 6 5 4 3 2 1បុគ្គលនោះក៏មានសេចក្តីទុក្ខប៉ុណ្ណោះដែរបុគ្គលណាមិនមានវត្ថុជាទីស្រឡាញ់បុគ្គលនោះមិនមានសេចក្តីទុក្ខដែរទើបតថាគតពោលថាបុគ្គលទាំងនោះជាអ្នកមិនមានសោកជាបុគ្គលប្រះចៈធូលីគឺកិលេសជាអ្នកមិនមានសេចក្តីចង្អៀតចង្អល់លុះព្រះភគវាទ្រង់ជ្រាបច្បាស់សេចក្តីនោះហើយទើបទ្រង់បន្លឺឧទាននៅក្នុងពេលនោះថាក្តីសោកក្តីសេចក្តីខ្សឹកខ្សួលក្តីណាមួយឬសេចក្តីទុក្ខជាច្រើនយ៉ាងនៅក្នុងលោកធម៌ទាំងនោះរមែងកើតឡើងព្រោះអាស្រ័យសត្វនិងសង្ខារដែលជាទីស្រឡាញ់កាលបើមិនមានសត្វនិងសង្ខារដែលជាទីស្រឡាញ់ហើយធម៌ទាំងនោះក៏រមែងមិនមានព្រោះហេតុនោះឯងបុគ្គលណាមិនមានសត្វនិងសង្ខារដែលជាទីស្រឡាញ់នៅក្នុងលោកណាមួយទេទើបបុគ្គលនោះមានសេចក្តីសុខប្រាសចាកសេចក្តីសោកព្រោះថាបុគ្គលប្រាថ្នាសេចក្តីមិនសោកនិងការប្រាសចាកធូលីគឺកិលេសមិនក៏បីធ្វើសត្វនិងសង្ខារឲ្យជាទីស្រឡាញ់នៅក្នុងលោកណាមួយឡើយ